សូមជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំយល់ឃើញថាយើងមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងការអនុវត្តកិច្ចសន្យាលក់ទិញអចលនទ្រព្យដែលបញ្ហានេះវាមិនមែនកើតឡើងអំពីច្បាប់នោះទេប៉ុន្តែបញ្ហាគឺវាកើតឡើងដោយសារតែម្នាក់អត់បានស៊ីជម្រៅអំពីច្បាប់ទាំងភាគីអ្នកលក់ទាំងភាគីអ្នកទិញនិងទាំងអ្នកសញ្ញេកិច្ចសន្យាលក់ទិញអចលនទ្រព្យប៉ុន្តែទោះជាយ៉ាងណាក្តីគឺនៅក្នុងមហាសន្និបាតនៅក្នុងការសម្រេចចិត្តរបស់មហាសន្និបាតនៅក្នុងវិស័យយុត្តិធម៌ឆ្នាំ2025និងកំណត់ទិសដៅការងារអធិភាពឆ្នាំ2021របស់ក្រសួងយុត្តិធម៌គឺបានកំណត់លើកអំពីប្រធានបទនេះពាក់ព័ន្ធទៅនឹងសុពលភាពនៃកិច្ចសន្យាលក់ទិញអចលនវត្ថុខ្ញុំមិនដឹងថាបងប្អូនប្រមាណអ្នកដែលបានយកចិត្តទុកដាក់អាននៅក្នុងការសម្រេចចិត្តការបដិញ្ញាចិត្តនេះទេប៉ុន្តែការបដិញ្ញាចិត្តនេះគឺជាការបដិញ្ញាចិត្តមួយដែលដោះស្រាយបញ្ហានៅក្នុងសង្គមកំណត់ទិសដៅកំណត់ជំហានកំណត់ទិសដៅដែលពាក់ព័ន្ធទៅនឹងកិច្ចសន្យាលក់ទិញអចលនទ្រព្យជូនបងប្អូននៅក្នុងសង្គមហើយប៉ុន្តែអ្វីដែលចោទជាបញ្ហាគឺនៅត្រង់ថាតើបងប្អូនបានយកចិត្តទុកដាក់នៅក្នុងការអាននៅក្នុងការបដិញ្ញាចិត្តនេះដែរឬអត់អានឬមិនអានគឺវាជាបញ្ហារបស់បងប្អូនក៏ប៉ុន្តែប្រសិនបើយើងយកចិត្តទុកដាក់គឺយើងនឹងទាំងអស់គ្នានឹងដឹងទាំងអ្នកលក់អ្នកទិញទាំងអ្នកសញ្ញេយើងនឹងទិញយើងនឹងដឹងអញ្ចឹងយើងមិនអាចធ្វើមិនដឹងមិនឮអំពីច្បាប់នោះទេអញ្ចឹងគោលការណ៍ច្បាប់គឺគេហៅថាគ្មាននរណាម្នាក់ធ្វើមិនដឹងមិនឮអំពីច្បាប់ទេមានន័យថាច្បាប់សន្មតថាទាំងអស់គ្នាគឺនៅក្នុងសង្គមសុទ្ធតែជាអ្នកចេះដឹងទាំងអស់ច្បាប់មិនសន្មតថាអ្នកណាជាមនុស្សល្ងងខ្លៅទេនេះជាគោលការណ៍អញ្ចឹងប្រធានបទស្ដីពីសុពលភាពនៃកិច្ចសន្យាលក់ទិញអចលនវត្ថុនេះគឺគាត់បានកំណត់4ចំណុចប៉ុន្តែខ្ញុំសូមលើកឡើងតែ3ចំណុចទេទី1ពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនទ្រព្យឬគាត់សរសេរនៅក្នុងនេះថាកិច្ចសន្យាលក់ទិញអចលនវត្ថុដែលធ្វើឡើងនៅក្នុងទម្រង់ជាលិខិតយថាភូតស្របតាមមាត្រា336នៃក្រមរដ្ឋវិន័យទី2គឺកិច្ចសន្យាលក់ទិញអចលនវត្ថុស្របតាមមាត្រា3មាត្រា133និងមាត្រា517នៃក្រមរដ្ឋវិន័យពោលគឺកិច្ចសន្យាលក់ទិញអចលនវត្ថុដែលធ្វើឡើងដោយលិខិតឯកជនឬលិខិតឯកតភូតទី3គឺនិយាយអំពីបញ្ញត្តិមាត្រា409ស្ដីអំពីការរំលាយកិច្ចសន្យាលក់ទិញអញ្ចឹង3ចំណុចនេះគឺសំខាន់សម្រាប់បងប្អូនដែលកំពុងតែមានបញ្ហាលក់ទិញអចលនវត្ថុសំខាន់អញ្ចឹងចំណុចទី1គឺមហាសន្និបាតកំណត់ថាលិខិតលក់ទិញអចលនទ្រព្យតាមទម្រង់ជាលិខិតយថាភូតស្របតាមមាត្រា336គឺជាលិខិតដែលមានអនុភាពអនុវត្តមានន័យថាប្រសិនបើធ្វើឡើងដោយលិខិតយថាភូតគឺត្រូវអនុវត្តមានន័យថាត្រូវតែ
ត្រូវតែរៀបចំផ្ទេរកម្មសិទ្ធិនិងចុះបញ្ជីផ្ទេរកម្មសិទ្ធិអនុលោមទៅតាមច្បាប់អនុលោមទៅតាមបទដ្ឋានគតិយុត្តអញ្ចឹងនៅក្នុងចំណុចទី1នេះគឺអត់មានអីស្មុគស្មាញទេប្រសិនបើលិខិតធ្វើឡើងដោយលិខិតយថាភូតគឺមានអនុភាពអនុវត្តអត់ស្មុគស្មាញទេប៉ុន្តែអ្វីដែលបងប្អូនត្រូវដឹងគឺអ្វីដែលហៅថាលិខិតយថាភូតលិខិតយថាភូតនេះគឺធ្វើឡើងដោយសក្ការីនិងធ្វើឡើងដោយមន្ត្រីដែលមានតួនាទីនៅក្នុងការចុះបញ្ជីអចលនទ្រព្យអចលនវត្ថុដូចជាមន្ត្រីមេឃុំចៅសង្កាត់មន្ត្រីសូយោដីគឺសញ្ញេឬកិច្ចសន្យាលក់ទិញដែលជាអដវងឬក៏វង definitive របស់បងប្អូនឬកិច្ចសន្យាលក់ទិញអចលនទ្រព្យឬក៏អចលនវត្ថុហ្នឹងគឺមានអនុភាពអនុវត្តដែរប៉ុន្តែអ្វីដែលជាបញ្ហាគឺនៅក្នុងកិច្ចសន្យាលក់ទិញខ្ញុំសង្កេតឃើញមានបញ្ហានៅត្រង់ថាកិច្ចសន្យាលក់ទិញបានកំណត់ទំហំបានកំណត់ព្រំប៉ុន្តែកំណត់ព្រំឧទាហរណ៍ថាខាងកើតទល់នឹងដីអ្នកនេះខាងត្បូងទល់នឹងដីខាងនេះខាងជើងទល់នឹងដីខាងនេះប៉ុន្តែអត់បានកំណត់ប្រវែងប៉ុន្មានហើយទំហំសរុបប៉ុណ្ណាអាហ្នឹងអត់បានកំណត់ឲ្យបានច្បាស់លាស់ហើយបញ្ហាមួយទៀតគឺអត់បានដាក់តម្លៃនៃការលក់ទិញនៅក្នុងកិច្ចសន្យាអញ្ចឹងអត្តសញ្ញាណដីនេះគឺត្រូវតែច្បាស់បើមិនច្បាស់ទេវាអនុវត្តអត់កើតតម្លៃនៃកិច្ចសន្យាលក់ទិញត្រូវតែកំណត់នៅក្នុងកិច្ចសន្យាមួយវិញទៀតខ្ញុំឃើញហើយជារឿងដែលកើតឡើងដដែលគឺមានបងប្អូនទៅឲ្យមេឃុំចៅសង្កាត់គាត់សញ្ញេដោយសារតែគាត់មានតួនាទីកំណត់ថាគាត់ជាអ្នកមានសមត្ថកិច្ចនៅក្នុងការកំណត់អត្តសញ្ញាណរបស់ម្ចាស់ដីអត្តសញ្ញាណរបស់ដីដែលអត់ទាន់ចុះបញ្ជីប៉ុន្តែបងប្អូនទៅយល់ថានៅពេលដែលឲ្យគាត់សញ្ញេត្រូវតែឲ្យគាត់ច្បាស់ដែរថាដីនឹងមានព្រំប្រទល់ពីណាទៅណាមានគំនុកប្លង់មានការវាស់វែងត្រឹមត្រូវពីព្រោះបើសិនជាមិនច្បាស់លាស់គឺអនុវត្តអត់កើតអញ្ចឹងបើអនុវត្តអត់កើតអនុភាពនៃការអនុវត្តនោះវាមានប៉ុន្តែអនុវត្តអត់កើតដោយសារតែអត្តសញ្ញាណរបស់ដីមិនច្បាស់លាស់អត្តសញ្ញាណរបស់អ្នកលក់ទិញអត់ច្បាស់លាស់គឺបងប្អូនអ្នកខាតប្រយោជន៍អញ្ចឹងទូនាទីរបស់មេឃុំចៅសង្កាត់មិនត្រឹមតែសញ្ញេលើកិច្ចសន្យាលក់ទិញដែលជាមន្ត្រីមានសមត្ថកិច្ចដែលគេហៅថាដើម្បីឧបដឹកដើម្បីធ្វើឲ្យកិច្ចសន្យាលក់ទិញខ្លាយទៅជាកិច្ចសន្យាយថាភូតមិនត្រឹមតែសញ្ញេគាត់ត្រូវទៅវាស់គាត់ត្រូវហៅភាគីអ្នកលក់អ្នកទិញគាត់ត្រូវហៅម្ចាស់ព្រំឲ្យមកជុំគ្នាអ្នកជាប់ព្រំត្រូវជុំគ្នាដើម្បីមានការឯកភាពនៅក្នុងការកំណត់ព្រំមួយបើមិនអញ្ចឹងទេគឺច្រើនហើយគឺមានបញ្ហាអនុវត្តកើតអញ្ចឹងច្បាប់ទាំងច្បាប់ដែលបានកំណត់នៅក្នុងក្រមរដ្ឋប្បវេណីទាំងប្រកាសអន្តរក្រសួងរបស់ក្រសួងមហាផ្ទៃនិងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានកំណត់ច្បាស់អំពីតួនាទីរបស់មេឃុំចាំសង្កាត់ពាក់ព័ន្ធនឹងដីដែលមិនទាន់ចុះបញ្ជីអញ្ចឹងការលក់ទិញរបស់បងប្អូនត្រូវធ្វើឡើងឲ្យច្បាស់កុំតក់កុហលព្រោះអ្នកដែលខូចប្រយោជន៍គឺអ្នកទិញអ្នកដែលលក់គឺគាត់យកលុយទៅបាត់ហើយនោះជារឿងដែលត្រូវប្រយ័ត្នអញ្ចឹង
ត្រូវឲ្យមានការវាស់វែងកំណត់ព្រំឲ្យបានច្បាស់លាស់មិនមែនសរសេរឲ្យទៅរួចខ្លួនហើយយកឲ្យមេឃុំឬចៅសង្កាត់សញ្ញេឲ្យចប់ទេត្រូវកំណត់អត្តសញ្ញាណដីកំណត់អត្តសញ្ញាណភាគីអ្នកទិញអ្នកលក់កំណត់អត្តសញ្ញាណព្រំទំហំឲ្យបានច្បាស់លាស់អានេះខ្ញុំនិយាយអំពីដីដែលអត់ទាន់ចុះបញ្ជីប៉ុន្តែបើសិនជាដីប្លង់រឹងគឺមិនមែនគេហៅថាដីអត់ទាន់ចុះបញ្ជីអានឹងដីចុះបញ្ជីរួចហើយប៉ុន្តែកិច្ចសន្យាលក់ទិញគឺត្រូវផ្ទេរកម្មសិទ្ធិហើយការសញ្ញេរបស់មន្ត្រីមានសមត្ថកិច្ចដើម្បីឲ្យคล้ายទៅជាកិច្ចសន្យាលក់ទិញคล้ายជាកិច្ចយថាភូតគឺមានអនុភាពអនុវត្តស្វ័យប្រវត្តិអញ្ចឹងបញ្ហាគឺនៅត្រង់ហ្នឹងបញ្ហាមួយទៀតគឺថាកិច្ចសន្យាលើដីមួយកន្លែងវាមានកិច្ចសន្យាលក់ទិញច្រើនអ្នកនេះផងអ្នកនោះផងនេះគឺជាបញ្ហាអញ្ចឹងយើងត្រូវលុបបំបាត់អាបញ្ហានេះគឺអ្នកទិញត្រូវកំណត់ឲ្យច្បាស់អំពីអត្តសញ្ញាណដីព្រំហៅម្ចាស់ព្រំមកដើម្បីឯកភាពហើយត្រូវធ្វើឡើងដោយលិខិតយថាភូតគឺដោយមេឃុំចៅសង្កាត់ឬដោយសក្ការីនេះគឺជាចំណុចទី1នៃអនុភាពនៃកិច្ចសន្យាលក់ទិញអចលនវត្ថុដែលធ្វើឡើងស្របតាមមាត្រា336នៃក្រមរដ្ឋប្រវេណីនិងធ្វើឡើងដោយមន្ត្រីឬក៏ធ្វើឡើងជាលិខិតយថាភូតដែលធ្វើឡើងដោយមន្ត្រីសក្ការីឬក៏មន្ត្រីមេឃុំចៅសង្កាត់ដែលមានភារកិច្ចកំណត់នៅក្នុងប្រកាសអន្តរក្រសួងក្រសួងមហាផ្ទៃនិងក្រសួងរៀបចំដែនដីក្រមនីតិកម្មនិងសំណង់អញ្ចឹងបើបងប្អូនច្បាស់អាហ្នឹងគឺលែងមានបញ្ហានៅក្នុងការអនុវត្តកិច្ចសន្យាលក់ទិញអចលនវត្ថុហើយមេឃុំចៅសង្កាត់ត្រូវយល់ច្បាស់អំពីតួនាទីរបស់ខ្លួនតាមរយៈការប្រកាសរបស់សហប្រកាសអន្តរក្រសួងគឺក្រសួងមហាផ្ទៃនិងក្រសួងរៀបចំដែនដីក្រមនីតិកម្មនិងសំណង់ប៉ុន្តែបើសិនជាមន្ត្រីគាត់មិនច្បាស់យើងអ្នកលក់ឬអ្នកទិញគឺយើងត្រូវតែច្បាស់ទៅលើបញ្ហាហ្នឹងចំណុចទី1ខ្ញុំសូមបញ្ចប់ចូលដល់ចំណុចទី2កិច្ចសន្យាលក់ទិញដែលធ្វើឡើងដោយលិខិតឯកជនឬលិខិតឯកតភូតប៉ុន្តែវាស្របតាមមាត្រា3គេនិយាយអំពីសេរីភាពនៅក្នុងការសម្រេចចិត្តរបស់ភាគីហើយនឹងវាស្របតាមមាត្រា133នៃក្រមរដ្ឋប្រវេណីនិងស្របតាមបញ្ញត្តិមាត្រា517នៃក្រមរដ្ឋ12ដោយភាគីបានមានន័យថាបើគាត់ធ្វើឲ្យស្របតាម3មាត្រាហ្នឹងមានន័យថាភាគីសន្យាចាត់ទុកថាជាការសន្យាលក់ទិញជាមុនហើយបានដឹកដៃគ្នាទៅបំពេញបែបបទទម្រង់លិខិតយថាភូតស្របតាមនីតិវិធីសូរយោដីដើម្បីធ្វើការចុះបញ្ជីផ្ទេរកម្មសិទ្ធិមោខៈភោគៈឬសិទ្ធិកាន់កាប់លើអចលនវត្ថុដែលជាកម្មវត្ថុនៃការទិញលក់អញ្ចឹងប្រសិនបើលិខិតដែលភាគីធ្វើឡើងស្របតាមមាត្រា3ស្របតាមមាត្រា133និងមាត្រា517នៃក្រមរដ្ឋប្រវេណីហើយដែលជាលិខិតឯកជនគឺមហាសន្និបាតបដិញ្ញាចិត្តឲ្យសន្មតថាជាការព្រមព្រៀងលក់ទិញជាមុនថានឹងសន្យាទៅបំពេញបែបបទតាមទម្រង់លិខិតយថាភូតដើម្បីចុះបញ្ជីផ្ទេរកម្មសិទ្ធិ
ភពៈឬសិទ្ធិកាន់កាប់លើអចលវត្ថុអញ្ចឹងអានេះគឺសន្មតបែបហ្នឹងចុះអនុភាពវាគឺក៏មានអនុភាពអនុវត្តប្រសិនបើភាគីមិនអនុវត្តតាមកិច្ចសន្យាគឺភាគីត្រូវប្តឹងទៅតុលាការដើម្បីបង្គាប់ឲ្យភាគីអ្នកលក់ផ្ទេរកម្មសិទ្ធិផ្ទេរសិទ្ធិកាន់កាប់ផ្ទេរសិទ្ធិភោគៈសិទ្ធិអាស្រ័យផលមកឲ្យអ្នកទិញអញ្ចឹងកន្លែងនេះកំណត់ច្បាស់ហើយគឺបង្គាប់ឲ្យភាគីផ្ទេរមិនមែនបង្គាប់ឲ្យមន្ត្រីសូយោដីផ្ទេរទេនេះកន្លែងនេះគឺបានបញ្ជាក់ហើយអញ្ចឹងនេះគឺចំណុចទី1និងចំណុចទី2គឺយើងបានពីភាពខុសគ្នារវាងលិខិតយថាភូតនិងលិខិតឯកតាភូតឬលិខិតឯកជនគឺនៅត្រង់ថាអនុភាពអនុវត្តគឺត្រូវតែចុះបញ្ជីអានឹងលិខិតយថាភូតតែលិខិតឯកជនគឺមានអនុភាពអនុវត្តតាមច្បាប់ជាធរមានដូចគ្នាប៉ុន្តែប្រសិនបើភាគីអ្នកលក់មិនអនុវត្តតាមអ្នកទិញត្រូវប្តឹងទៅតុលាការតែបើលិខិតយថាភូតគឺអត់ចាំបាច់ដឹងទៅតុលាការមានអនុភាពអនុវត្តប៉ុន្តែបញ្ហានៅត្រង់ថាយើងមានលិខិតយថាភូតច្រើនជាន់គ្នាអញ្ចឹងត្រូវអនុវត្តយ៉ាងម៉េចជាយោបល់ខ្ញុំជាចំណេះដឹងគឺបើសិនជាមានលិខិតយថាភូតច្រើនជាន់គ្នាយើងទៅមើលកាលបរិច្ឆេទនៃការចេញលិខិតប៉ុន្តែកាលបរិច្ឆេទនៃការចេញលិខិតក៏ពិបាកដែរពីព្រោះអាចធ្វើបានចំណុចទី3គឺពាក់ព័ន្ធនឹងការរំលាយកិច្ចសន្យាលក់ទិញអចលនវត្ថុអញ្ចឹងកន្លងមកមានការជជែកគ្នាថាការរំលាយកិច្ចសន្យាអាចធ្វើឡើងក្រមរដ្ឋវិន័យចែងការរំលាយកិច្ចសន្យាលក់ទិញអចលនវត្ថុអាចធ្វើឡើងក្រៅតុលាការមានន័យថាម៉េចមានន័យថាភាគីជូនដំណឹងជាលាយលក្ខណ៍អក្សរទៅភាគីអ្នកលក់ឬក៏ភាគីអ្នកទិញដើម្បីរំលាយកិច្ចសន្យាលក់ទិញប៉ុន្តែប្រសិនបើភាគីមិនឯកភាពនៅក្នុងការរំលាយហើយលើកឡើងអំពីមូលហេតុនានាលើកឡើងអំពីការខូចខាតប្រយោជន៍នានាគឺភាគីត្រូវប្តឹងទៅតុលាការដើម្បីឲ្យតុលាការបញ្ជាក់អំពីយ៉ាងម៉េចបញ្ជាក់អំពីការរំលាយកិច្ចសន្យាលក់ទិញអចលនវត្ថុនេះអញ្ចឹងតុលាការជាអ្នកសម្រេចលើការរំលាយកិច្ចសន្យានេះប៉ុន្តែមិនមែនតុលាការសម្រេចដោយឆន្ទានុសិទ្ធិទេគឺគេមានលក្ខខណ្ឌគេមានច្បាប់កំណត់នៅក្នុងក្រមរដ្ឋបវេណីនៅក្នុងនេះទៀតតុលាការដែលសម្រេចអំពីការរំលាយកិច្ចសន្យាលក់ទិញអចលនទ្រព្យអចលនវត្ថុគឺត្រូវកំណត់ពីអនុភាពនៃការរំលាយកិច្ចសន្យាអញ្ចឹងបើរំលាយត្រូវកំណត់អំពីអនុភាពនៃការរំលាយអញ្ចឹងការរំលាយគឺនាំឲ្យអីបដិទានទៅរកស្ថានភាពដើមប្រសិនបើតុលាការកំណត់អំពីការរំលាយត្រូវកំណត់អំពីបដិទានមានន័យថាអ្នកទិញបកគលដីឲ្យគេវិញអ្នកលក់បកគលលុយដែលទទួលបានឲ្យអ្នកទិញវិញអញ្ចឹងបដិទានទៅរកស្ថានភាពដើមកិច្ចសន្យាទាំងឡាយណាដែលចែង
មិនប្រសើរជាងច្បាប់គឺច្បាប់មិនគ្រប់គ្រងហើយមែនទែនគឺមិនមានអនុភាពអនុវត្តគេហៅ invalid មិនមានអនុភាពអនុវត្តតាំងពីថ្ងៃចុះបញ្ជីពាក់ព័ន្ធនឹងកិច្ចសន្យា close ណាដែលវាមិនប្រសើរជាងច្បាប់ឧទាហរណ៍ថាភាគីគាត់និយាយថាឥឡូវទិញលក់អញ្ចឹងមែនហើយបើសិនជាអត់បង់លុយឲ្យគ្រប់ទេគឺភាគអ្នកឯងមិនអាចយកលុយវិញហើយតែអ្នកឯងត្រូវបកគលដីឲ្យខ្ញុំវិញអាហ្នឹងគឺជាកិច្ចសន្យាមួយគេហៅថា invalid ដែលបំពានទៅលើច្បាប់ហើយមួយទៀតអា close ដែលបំពានទៅលើច្បាប់ដែលខ្ញុំសូមលើកក្រៅធំពេញតិចឧទាហរណ៍ថាគេឲ្យចងការ 18% ក្នុងមួយឆ្នាំសម្រាប់យើងដាក់មួយខែ 4% អញ្ចឹងមួយឆ្នាំឡើងមកនេះ 48% អញ្ចឹង close ឬក៏លក្ខខណ្ឌនេះគឺជាលក្ខខណ្ឌមួយដែលបំពានច្បាប់ដែលច្បាប់មិនលើកទឹកចិត្តទេអញ្ចឹងលក្ខខណ្ឌដែលបំពានច្បាប់គឺមានអនុភាពអត់មានអនុភាពអនុវត្តតាំងពីដើមមកចុះបើភាគីអនុវត្តប្រសិនបើភាគីអនុវត្តដោយស្ម័គ្រចិត្តអត់មានការជំទាស់អានឹងជាសេរីភាពរបស់ភាគីប៉ុន្តែបើសិនជាមានភាគីកូនបំណុលណាតបទៅអនុវត្តតាមច្បាប់ខ្ញុំសូមអរគុណសម្រាប់ការស្ដាប់ជាចំណេះដឹងហើយខ្ញុំយល់ថាការសរសេរវាជារឿងម្យ៉ាងប៉ុន្តែការនិយាយបញ្យល់វាចំណេញទៅដល់បងប្អូនអាចអ្នកខ្លះគាត់អត់ចេះអក្សរអ្នកខ្លះគាត់អានអក្សរអត់យល់អ្នកខ្លះគាត់អត់មានពេលអានអក្សរប៉ុន្តែគាត់បើកឡានបដៅស្ដាប់បដៅគាត់ស្ដាប់ YouTube គាត់ស្ដាប់ Facebook ដើម្បីជាចំណេះដឹងសូមអរគុណ